ងសាចាស់តែបែកគឺបែកអត់មានអីត្រូវនិយាយគ្នានិយាយទៅគឺដាច់ទៀតដោយសារតែមនុស្សខ្ញុំអត់ដឹងថាខ្ញុំមានអ្នកដូចខ្ញុំអត់ទេពេលដែលខ្ញុំនៅស្រឡាញ់គឺស្រឡាញ់ប៉ុន្តែពេលដែលបែកគ្នាហើយគឺដាច់ហើយអត់នៅញ៉ៃញ៉ៃឬក៏ជួបមុខអីឃើញនៅឆាតគេខ្ញុំគឺដាច់ផឹងទោះខ្ញុំស្រឡាញ់2 3ឆ្នាំមានម្នាក់ទៀតដល់5ឆ្នាំក៏មានដែរប៉ុន្តែពេលបែកហើយសួរថាខ្ញុំសេតខ្ញុំពិបាកចិត្តខ្ញុំទៅយំអីដូចគេខ្ញុំអត់មានអាមនោសញ្ចេតនាដោយសារខ្ញុំ commitment មួយខ្លួនឯងថាស្រឡាញ់គឺស្រឡាញ់ឈប់ស្រឡាញ់គឺឈប់ស្រឡាញ់ចឹងវាអត់មានឲ្យធ្វើអារម្មណ៍យើងទៀតថាបែកគ្នាបែកនៅស្ដាយគេនៅយំនៅអីនៅនឹកគេខ្ញុំអត់ទេខ្ញុំបែងចែកពីរនឹងដាច់ស្រឡាញ់ខ្វល់ខ្វាយបារម្ភតែបើអត់ស្រឡាញ់ទេគឺសំបីតែគិតពីគេខ្ញុំអត់គិតមិនថាដល់នឹកគេតែអាចខ្លាចជឿមិត្តភក្តិអីបានទេវាអត់អាចអានឹងសម្រាប់ខ្ញុំវាអត់អាចបងដោយសារតែដូចខ្ញុំនិយាយមិញនៅស្រឡាញ់ប៉ុន្តែបើអត់ស្រឡាញ់គឺចប់សំណឹងហើយណាមួយពេលដែលយើងបែកគ្នាយើងឈប់ស្រឡាញ់គ្នាហ្នឹងវាតែងតែមានរឿងអីមួយហើយដែលអត់ចង់សម្រងមួយគ្នាហើយបើយើងចង់សម្រងមួយគ្នាក៏យើងមិនបែកគ្នាដែរអត់អញ្ចឹងវាអាចមានរឿងខ្លះរឿងធំរឿងទូអញ្ចឹងអាហ្នឹងវានៅខាងក្នុងទៀតអញ្ចឹងបងហើយបើរឿងខ្លះវាដូចលើសដូចសង្សារចាស់យើងហ្នឹងគាត់ទៅក្បត់ឬក៏គាត់ធ្វើអីមួយដែលវាលើសលប់ដែលយើងអត់អាចទទួលយកបានអាហ្នឹងសូម្បីតែមុខក៏ខ្ញុំអត់ចង់ឃើញ